ហើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងជាសាសនាដតាគាត់គុំថ្កើងរុងរឿងដោយសារបរិស័ទ4ពួកនឹងឯងដែលធ្វើឲ្យពុទ្ធសាសនានឹងគុំថ្កើងរុងរឿងតាំងនៅជារៀងរហូតចុះពុទ្ធសាសនាអន្តរាយទៅវិញបាត់បង់សូន្យទៅវិញគឺបរិស័ទ4នឹងឯងអ្នកបំផ្លាញគ្មានសត្រូវពីណាទេឃើញទេគេថាតង្កោកើតក្នុងសាច់ឯងនឹងឯងបំផ្លាញបែងឲ្យអន្តរាយអើតាព្រះសង្ឃមិនចេះធ្វើវិន័យហើយញោមញាតមិនដឹងធ្វើវិន័យហើយការបបាក់នេះបំផ្លាញសាសនាទាំងអស់ទៅធ្វើអ្វីទៅដែលមិនមែនពុទ្ធសាសនាមិនមែនពាក្យទូលមានព្រាមប្រដៅប្រពន្ធឲ្យទៅធ្វើឲ្យផ្ដេសផ្ដាស់ពេញទឹកពេញវាខូចពុទ្ធសាសនាអស់ហើយនឹងបាត់តែអ្នកទាំងពីរក្រហោះនឹងបព្វជិតនេះបែកបាក់គ្នាអត់បានទេញោមគេទេសម័យប៉ុលពតបំផ្លាញពុទ្ធសាសនាអស់ព្រះសង្ឃសឹកអស់លលីងធេងវត្តអារាមវាយខ្ទេចខ្ទីពុទ្ធបដិមាវាយខ្ទេចខ្ទីអស់ស្រាប់តែឆ្នាំ80ប៉ុលពតនៅរំលាយទៅពុទ្ធសាសនាចាប់ផ្ដើមកើតឡើងវិញហើយកើតឡើងវិញដោយសារបរិស័ទគេនៅស្រឡាញ់គេជ្រះថ្លាឃើញទេតែបរិស័ទជ្រះថ្លាអ្នកណាបំផ្លាញអត់បានទេកើតឡើងវិញដោយបច្ចុប្បន្ននេះហើយបច្ចុប្បន្ននេះវត្តអារាមមួយបើយើងធៀបពីសង្គមចាស់ល្អប្រណិតជាងពីសង្គមចាស់ទៀតព្រះវិហារអស្ដីអីក៏សាងប្រណិតមានក្បូរក្បាច់រំលេចរចនាអីល្អប្រងជាងពីសង្គមចាស់ទៀតនឹងបច្ចុប្បន្ននេះបញ្ជាក់ប្រាប់ថាដោយសារញោមញាតពុទ្ធបរិស័ទជ្រះថ្លានឹងឯង